ចិត្តធัวបាននាំយកទីក្រុងមកកាន់ភ្នំគិរីរម្យឲ្យបងប្អូនគ្នាជំរាបសួរបងប្អូនគ្នាឥឡូវនេះការសន្យារបស់ខ្ញុំគឺបានមកដល់ហើយតើតើទៅនឹងកម្មវិធីសម្ពោធផ្លូវការទៅលើរថយន្តលក្ខណៈគ្រួសារបែបផ្សងព្រេងឈៀលគឺរថយន្ត Jet Tour T1 ស៊េរីថ្មីចុងក្រោយនៅឯភ្នំគិរីរម្យផ្ទាល់តែម្ដងបងប្អូនគ្នានិយាយពីទេសភាពនិងការរៀបចំគឺស៊ីជាមួយនឹងឡានតែម្ដងបាទបងប្អូនគ្នាឥឡូវនេះក្រោយពីយើងបានធ្វើការរងចាំយូរដោយសារតែមានអតិថិជនអ្នកផលិតមាតិកានឹងគឺច្រើនខ្លាំងតែម្ដងសម្រាប់តេស្តសមត្ថភាពទៅលើរថយន្តលក្ខណៈគ្រួសារបែបផ្សងព្រេងឈៀលJet Tour T1 ឥឡូវនេះដល់វេនខ្ញុំយើងទៅសាកសមត្ថភាពជាមួយខ្ញុំទាំងអស់គ្នាអូខេបងប្អូនអញ្ចឹងចាក់ស្ដែងបន្ទាប់ពីខ្ញុំបានធ្វើការបើកបរសាក់លបងអញ្ចឹងតើតើទៅនឹងប្រព័ន្ធជើងក្រោមដំណើរការបានល្អហើយរៀងទន់ទៅដោយសារតែដូចបាននិយាយអញ្ចឹងវាជាការ design មួយរចនាបថបែបផ្សងព្រេងហើយយ៉ាងណាមិញវាជាប្រភេទពងមួយក៏ប៉ុន្តែវាមាន dry mode វាមាន normal មាន eco មាន sport អញ្ចឹងទៅអញ្ចឹងនៅពេលដែលបងប្អូនចង់បានសន្ទុះល្បឿនខ្លាំងយើងប្រើ sport mode ទៅហើយយើងអាចទៅលើសមត្ថភាពនៃការបើកបរទៅលើការរៀបចំបែបនេះបែបឈៀលទេនិយាយទៅបងប្អូនគ្នាក៏ប៉ុន្តែនៅកន្លែងហ្នឹងខ្ញុំបានសាកផងដែរជាមួយនឹងកន្លែងផ្លូវកោងហើយរៀងរអិលក៏ប៉ុន្តែតាក់ទងទៅនឹងការទប់លំនឹងប្រព័ន្ធជើងក្រោមក៏ដូចជាដៃចង្កូតព្រោះចង្កូតជាចង្កូតភ្លើងក៏ប៉ុន្តែសម្រាប់នៅពេលដែលយើងបើកសាកទៅឃើញថាយើងអាចគ្រប់គ្រងលំនឹងទៅលើរថយន្តហ្នឹងគឺបានល្អដោយសារតែបច្ចេកវិទ្យារបស់រថយន្ត Jet Tour មួយនេះមានភាពឆ្លាតវៃទៅលើភាពបត់បែននៅពេលដែលយើងប្រើប្រាស់ជាក់ស្ដែងគេជំរាបសួរបងអាចជួយណែនាំឈ្មោះបងបន្តិចបានទេបងខ្ញុំឈ្មោះប៊ុនធីមបាទហើយមិនដែរបងនៅពេលដែលបងមកចូលរួមនេះងើបតាំងពីព្រឹកមកដែរតើបងបាទមកដល់ទីតាំងភូមិដំណាំរៃ Resort បាទបងយល់ឃើញមិនដែរសម្រាប់ការរៀបចំបែបនេះយល់ឃើញការរៀបចំរបស់ Jet Tour នេះគឺស្អាតហើយតាក់ទាញហ្មងវាខាងក្រុមហ៊ុនរៀបចំនៅខាងតំបន់ព្រៃភ្នំមើលទៅបាទវាស៊ីមួយឡានហើយវាត្រូវជាមួយនឹង Jet Tour T1 ទៀតដែលបែប road បែបមើលទៅលក្ខណៈសង់ព្រេងហ្នឹងបាទហើយបងយល់ឃើញមិនដែរនៅពេលដែលបងបន្ទាប់ពីបានបើកសាកឡាន Jet Tour T1 ហើយ T1 មិញហ្នឹងគឺខ្ញុំបានបើកសាកមួយជុំហើយជិះជាមួយគេដែរគឺខ្ញុំសង្កេតឃើញថាការចូលលេខហើយនឹងពេលដែលយើងបើកផ្លូវកង់នេះគឺមានការទប់លំនឹងល្អបាទសម្រាប់បងហ្មងណាបងពេញចិត្តនៅលើចំណុចណាជាងគេពេញចិត្តបើយើងនិយាយរួមទៅតម្លៃគ្នាប៉ុណ្ណេះទី1ម៉ាស៊ីនឬក៏ខាងក្នុងអីរូបរាងអីគឺសមតម្លៃបាទហើយនឹងពិតជាទំនើបបាទនិយាយទៅតម្លៃសមរម្យដូចបងនិយាយអញ្ចឹងខ្ញុំពេលផ្លូវកោងពេលអីហ្នឹងគឺឡានគឺទប់លំនឹងបានល្អគេសួស្ដីទូសួស្ដីបងសួស្ដីជំរាបសួរបានអូខេអញ្ចឹងចង់សួរបន្តិចទូមិនដែរយល់ឃើញមិនដែរសម្រាប់ការរៀបចំសម្រាប់ event ខ្ញុំគិតថាគាត់រើ place ដែលគាត់រើ event នេះគឺ best place ហ្មងព្រោះដោយសារតែឡានរបស់គាត់ concept បែបជា SUV ប៉ុន្តែមានមកជាមួយនឹងរូបរាង off road ហើយមកជាមួយដូចយើងឃើញស្រាប់អញ្ចឹងណានៅមឡកគិរីរម្យអញ្ចឹងក្នុងដូចយើងឃើញស្រាប់បាទមកពាត់ជុំវិញតតែម្ដងអញ្ចឹង event នេះមើលទៅស្អាតខ្លាំងមែនតើអូខេតែមិញហ្នឹងមានបើកសាក់ឡានទេបើកសាក់ហ្មងអញ្ចឹងមិញដោយសារមានអ្នកតេស្តច្រើនមែនតើអញ្ចឹងខ្ញុំបានមកជុំដែរដែលជាងតេស្តអាផ្លូវដែលគេធ្វើអញ្ចឹងណាអញ្ចឹងយើងមានបានតេស្តរៀងលឿនផងហើយយើងបានតេស្តផ្លូវល្អផងអញ្ចឹងជន់មកបានមក smooth ល្អមែនតើអានឹងអីដែលខ្ញុំចាប់អារម្មណ៍តែហើយមួយទៀតតពន់ជាមួយទៅលើរូបរាងខ្ញុំគិតថាបងដែលគាត់មកចូលរួមនេះគឺគាត់ឆ្លាញ់ទៅលើរូបរាង T1 នេះមែនតើព្រោះមើលទៅវាអត់ធំពេកវាអត់ទូចពេកវាមើលទៅមកអំណាចយើងជិះបានអញ្ចឹងគាត់ថា technology របស់គេដាក់មកវាបានមកគូសំដែលយើងចាំបាច់ត្រូវការប្រើប្រាស់ដូចអេក្រង់ធំ Apple CarPlay ហើយ technology ផ្សេងៗអញ្ចឹងទៅតម្លៃនៅក្នុងតម្លៃមួយដែលយើងគិតថាអាចពិចារណាបានដែរព្រោះតែខ្ញុំដឹងក្នុង34តិចតួចអញ្ចឹងណាតាមតែគាត់ប្រកាសមកបាទអូខេអរគុណច្រើនមែនអូខេបងប្អូនអញ្ចឹងពេលវេលាដែលយើងទៅតឹងរងចាំសម្រាប់ការ revealing មានន័យថាបើបង្ហាញរថយន្តជាផ្លូវការឥឡូវនេះគេបានមកដល់ហើយឃើញថាមានបាទភ្ញៀវកិត្តិយសគឺចូលរួមច្រើនមែនទែនហើយក៏ដូចជាដៃគូសហការនិងបណ្ដាអ្នកសារព័ត៌មានមិត្តអ្នកផលិតមាតិកាក៏មានការចូលរួមច្រើនដូចគ្នាផងដែរចាឥឡូវនេះយើងចង់ដឹងថាខាងក្នុងគេរៀបចំបែបម៉េចវាយបែបម៉េចព្រោះឥឡូវហ្នឹងគឺ Jet Tour បាននាំយកទីក្រុងមកកាន់ភ្នំគិរីរម្យឲ្យបងប្អូនគ្នាអញ្ចឹងចង់ដឹងថាខាងក្នុងមានអី vibe គេរៀបចំបែបម៉េចតាមដានវីដេអូនេះទាំងអស់គ្នាអបអរសាទរវត្តមានជាផ្លូវការរបស់រថយន្ត Jet
អូខេមកនឹងនេះអញ្ចឹងមុននឹងយើងឈានទៅដល់ការបកស្រាយក៏ដូចជាការបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្ញុំទៅលើរថយន្ត Jet Tour T1 ស៊េរីថ្មីចុងក្រោយឆ្នាំ2026នេះអ្វីដែលខ្ញុំចង់សរសើរហ្មងទៅលើការរៀបចំនៃកម្មវិធីគឺ vibe នេះគឺពិសេសខ្លាំងតែម្ដងអាចនិយាយបានថាថ្មីហើយអាចផ្ដល់នៅបទពិសោធន៍សម្រាប់អតិថិជនប្រៀបដូចជា Jet Tour Cambodia គាត់បាននាំយកទីក្រុងមកដាក់នៅព្រៃភ្នំជាពិសេសខ្លួនខ្ញុំផ្ទាល់ខ្ញុំមានអារម្មណ៍ថាវាប្លែកខ្លាំងអញ្ចឹងជាក់ស្ដែងបងប្អូនប្រកាសជាបានឃើញមានការចូលរួមពីសំណាក់អតិថិជនជាពិសេសនោះគឺការផ្ដល់នៅវត្តមានដ៏ខ្ពង់ខ្ពស់ផងដែរពីអ្នកអង្គការជាមខុនណាតហើយក៏ដូចជាការថ្លែងនៅសន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅផងដែរពីលោកអគ្គនាយកក្រុមហ៊ុន Jet Tour Cambodia ដែលមានក្រុមហ៊ុន Canon Cambodia ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្នែកមុខដែលលោកបានធ្វើការសម្ដែងនៃការគូសំកិច្ចវកិច្ចហើយក៏ដូចជាការបង្ហាញអំពីការបដិញ្ញាចិត្តពំនាំនៅផលិតផលដែលល្អៗសុវត្ថិភាពតម្លៃហើយក៏ដូចជាបច្ចេកវិទ្យាដែលទំនើបជូនទៅកាន់ប្រជាជនកម្ពុជារបស់យើងផងដែរនៅក្នុងផងដែរក៏មានការចូលរួមពីបាទអ្នកតំណាងដែលមកពី Jet Tour International ដែលលោកស្រីក៏មានចំណាប់អារម្មណ៍ខ្លាំងដែរហើយក៏អរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន KNN Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្ដាច់មុខពីរោងចក្រ Jet Tour មកលក់រថយន្តនៅប្រទេសកម្ពុជារបស់យើងជារួមគឺមានការសម្ដែងពិសេសច្រើនមែនទែនជាក់ស្ដែងហ្មងខ្ញុំបាននឹកស្មានថារថយន្តនេះមានតម្លៃសមរម្យអញ្ចឹងទេបើតម្លៃពេញហ្មងគឺតម្លៃ 39,900 ក៏ប៉ុន្តែនៅក្នុងថ្ងៃបើកសម្ពោធជាផ្លូវការបាទដោយសារតែយើងបានឃើញរូបរាងបច្ចេកវិទ្យាហើយយើងបានបើកបរសាកល្បងរថយន្តនេះអញ្ចឹងយើងគិតថារថយន្តនេះគួរតែមានតម្លៃ4ជាងអីអញ្ចឹងណាបាទប៉ុន្តែជាក់ស្ដែងឥឡូវនេះគឺតម្លៃត្រឹមតែ $34,900 ទេនេះគឺជាការផ្ដល់ជូនយ៉ាងពិសេសពីក្រុមហ៊ុន Jet Tour Cambodia ដែលមានក្រុមហ៊ុននាំចូលចែកចាយផ្ដាច់មុខ Canon Cambodia អូខេបើយើងក៏លេចទៅមើលរូបរាងនៃរថយន្តគឺយើងឃើញថាតកតងទៅនឹងរថយន្តនេះគេ design មកបែបជ្រុងជ្រុងបែប off road បែបផ្សងព្រេងហើយក៏លីឡំជាមួយនឹងគេរៀងមូលសូម្បីតែតកតងទៅនឹងអំពូលជាគៀងរបស់គេរចនាមករៀងទៅជ្រុងហើយបែបមូលវាមើលទៅវាតាក់ទាញខ្លាំងបាទនេះគឺជារចនាបថថ្មីមួយហើយអាចនិយាយបានថាជា DNA ថ្មីមួយសម្រាប់ Jet Tour អ្វីដែលកាន់តែពិសេសសម្រាប់ Jet Tour T1 នេះគឺគេយករថយន្តនេះទៅប្រកួតអញ្ចឹងគេទទួលបាននៅពានរង្វាន់ផងដែរពី Red Dot អញ្ចឹងជារថយន្តមួយដែលទទួលបាននៅពានរង្វាន់ Red Dot Design បានស្អាតនេះគឺជាចំណុចមួយដែលមានភាពលេចធ្លោដែរដូចបងទាំងគ្នាបានដឹងអញ្ចឹងទម្រាំបានពាននីមួយៗគឺត្រូវមានភាពច្នៃប្រឌិតច្រើនហើយត្រូវតែមានរូបរាងដែលតាក់ទាញគេអញ្ចឹងជាក់ស្ដែងសម្រាប់ទំហំគឺមានទំហំសមល្មមសម្រាប់គ្រួសារដែលមានសមាជិក5នាក់អីយើងអង្គុយហើយធ្វើដំណើរកម្សាន្តដោយមិនមានក្តីបារម្ភដែរបងប្អូនគ្នាដោយសារតែកម្ពស់បាតឡានហ្មងគឺមានកម្ពស់190 មីលីម៉ែត្រផងដែរអញ្ចឹងវាខ្ពស់ស័ក្តិសមមែនតើទាំងការប្រើប្រាស់សម្រាប់ទីក្រុងហើយក៏ដូចជាការបើកបរផ្លូវពិបាកប៉ុន្តែមិនជាពិបាកខ្លាំងទេបងប្អូនគ្នាចង់និយាយអញ្ចឹងណាអានេះគឺជាប្រភេទគេហៅ light off road មានន័យថាបែបស្រាលហើយអ្វីដែលពិសេសសម្រាប់ខ្ញុំហ្មងគឺដូចដឹងអញ្ចឹងតាក់ទងទៅនឹងមុខងារបច្ចេកវិទ្យារបស់គេគឺទំនើបច្រើនហើយសម្រាប់កៅអីដែលខ្ញុំកំពុងអង្គុយទាំងអ្នកបើកបរទាំងអ្នករួមដំណើរផ្នែកខាងមុខគឺភ្ជាប់ជាមួយនឹងមុខដែលយើងអាចបញ្ជាដោយថាមពលអេឡិចត្រូនិកបានហើយបន្ថែមពីនេះគឺមានជាមួយមុខងារខ្យល់ត្រជាក់ផងដែរបងប្អូនទាំងគ្នាហើយកាមេរ៉ាគេប្រើសុទ្ធតែប្រភេទ540 degree បងប្អូនទាំងគ្នានេះលយខ្លាំងមែនទែនហើយមួយវិញទៀតសម្រាប់ ambient light គឺយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បានរហូតដល់64ពណ៌ទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនទាំងគ្នាចង់បានហើយជាក់ស្ដែងសម្រាប់អេក្រង់ក៏ធំដោយអេក្រង់កុងទ័រទំហំរហូតដល់ 10.25 អ៊ីងហើយអេក្រង់កំសាន្ត touch screen គឺទំហំ 15.6 អ៊ីងអ្វីដែលពិសេសគឺអត់ដែរចោលគឺតាក់ទងនឹងមុខងារ Apple CarPlay និង Android Auto អញ្ចឹងនេះគឺជាមុខងារដែលបងប្អូនទាំងគ្នាតែងតែចង់បានដែលគេហៅថាប្រភេទ global version បងប្អូនទាំងគ្នាឲ្យតែឃើញ Apple CarPlay Android Auto គឺ global version ហើយអញ្ចឹងដោយសារតែរថយន្តនេះគឺត្រូវបាននាំចូលចែកចាយផ្ដាច់មុខអញ្ចឹងជាប្រភេទ global spec ហើយអ្វីដែលពិសេសហ្នឹងគឺបាទឧបករណ៍បំពងសំឡេង8ចំណុចហើយយើងអាចធ្វើការកំសាន្តបានយ៉ាងពីរោះដោយសារតែប្រព័ន្ធទប់សំឡេងសម្រាប់រថយន្តនេះឆ្លងកាត់តាមរយៈការបើកបររបស់ខ្ញុំឃើញថាតកតងទៅនឹងការទប់សំឡេងគឺបានល្អខ្លាំងជារួមសម្រាប់ការផលិតរថយន្តមួយនេះគេហៅថា build for quality ណាជារថយន្តដែលត្រូវបានផលិតដោយគុណភាពផងដែរហើយដបូលកញ្ចក់ក៏ធំដែរបងប្អូនទាំងគ្នាធំមែនតើហើយយើងអាចធ្វើការបើកបានហើយជាប្រភេទ panoramic sunroof ហើយនៅក្នុងនោះកន្លែងដែលមិនចោលដែរបាទដោយសារតែជាប្រភេទ light vehicle off road បែប off road ស្រាលអញ្ចឹង drive mode ក៏មានបើនិយាយអំពីថាមពលកម្លាំងវិញសម្រាប់ Jet Tour T1 នេះគឺបំពាក់ជាមួយនឹងម៉ាស៊ីនសាំងចំណុះ 1.5 លីត្រអញ្ចឹងបើយើងគិតទៅតាក់ទងទៅនឹងការបង់ពន្ធក៏តិចដែរបងប្អូនគ្នាសម្រាប់ម៉ាស៊ីន 1.5 លីត្រនេះហើយភ្ជាប់ជាមួយនឹងតាក់បូអាចផលិតកម្លាំងបានរហូតដល់ 184 PS និងកម្លាំងរមុយគឺ 290 Nm ដំណើរការដោយប្រអប់លេខអូតូ 7 វគ្គជាប្រភេទ dual clutch អញ្ចឹងចូលលេខបានលឿនជិះទៅបាន smooth ល្អហើយជារថយន្តដែលប្រើប្រាស់នៅប្រភេទពងមុខអញ្ចឹងបើនិយាយពីប្រព័ន្ធសុវត្ថិភាពនិងចំនួននៃការបើកបរក៏មានច្រើនដូចគ្នាពងសុវត្ថិភាពមកជុំឡានហើយប្រព័ន្ធហ្វ្រាំងក៏ច្រើន ABS EBD BA ប្រព័ន្ធទប់លំនឹងពេលដែលខ្ញុំបត់ផ្លូវកោងហ្នឹងគឺដំណើរការបានល្អខ្លាំងមែនទែនក៏មានផងដែរជាមួយនឹងប្រព័ន្ធចុះចំណោតឡើងចំណោតហើយក៏មានផងដែរជាមួយនឹងមុខងារដែលផ្ដល់សញ្ញានៅកញ្ចក់សងខាងឲ្យយើងពេលវាចេញមានសុវត្ថិភាពពេលចេញពីចំណោតក៏មានសុវត្ថិភាពហើយក៏មានជាមួយនឹងមុខងារ cruise control បាទនិយាយទៅច្រើនខ្លាំងមែនទែនចំណុចមួយទៀតដែលខ្ញុំសរសើរសម្រាប់ឡាន Jet Tour គឺមានមុខងារបញ្ជាដោយ
កូនសោគឺយើងអាចបញ្ជារថយន្តបច្ចេកពីចម្ងាយបានហើយបញ្ជារថយន្តពីចម្ងាយហ្នឹងគឺមានគេមានមួយទៀតគេមាន smart watch របស់គេមានគ្រាន់តែប្រើនាឡិកាឆ្លាតវៃហ្នឹងទៅគឺបងប្អូនទាំងគ្នាអាចធ្វើការបញ្ជាឡានបច្ចេកឡាននិយាយទៅមានមុខងារយ៉ាងច្រើនសម្បូរបែបតែម្ដងហើយសម្រាប់នាឡិកាហ្នឹងគឺបងប្អូនទាំងគ្នាអាចរកទិញបាននៅយានដ្ឋានថែទាំជួសជុល Jet Tour Cambodia បានដែលស្ថិតនៅលើផ្លូវជាតិលេខ 6A ផ្ទាល់តែម្ដងបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងគ្នាអាចតាក់ទងបានទៅកាន់ទំព័រ Facebook ផ្លូវការ Jet Tour Cambodia ឬតាមរយៈលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅក្នុង comment នៃវីដេអូមួយនេះផងដែរហើយអ្វីដែលពិសេសតម្លៃដូចបានបញ្ជាក់អញ្ចឹងគឺមានតម្លៃត្រឹមតែ$34,900តែប៉ុណ្ណោះបងប្អូនគ្នាដែលជាការរៀបចំយ៉ាងពិសេសតែម្ដងសម្រាប់អតិថិជនដៃគូសហការអ្នកផលិតមាតិកាទាំងអស់នៅក្នុងថ្ងៃដ៏ពិសេសនិងយប់ដ៏ពិសេសដែលត្រូវបានរៀបចំយ៉ាងពិសេសដោយ Jet Tour Cambodia ហើយអរគុណ Jet Tour មែនទែនដែលអនុញ្ញាតឲ្យក្រុមការងាររបស់ Camboto អាចចូលរួមជាមួយនឹងពិធីសម្ពោធជាផ្លូវការទៅលើរថយន្តលក្ខណៈគ្រួសារបែបផ្សងព្រេងជា Jet Tour T1 ស៊េរីថ្មីចុងក្រោយឆ្នាំ2026ហើយអរគុណបងប្អូនទាំងគ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយ